ច្រកព្រំដែនអន្តរជាតិដូងត្រូវភាគីថៃស្នើសុំឲ្យបិទទាំងស្រុងលែងឲ្យប្រជាពលរដ្ឋឆ្លងចេញចូលបន្តទៀតហើយខណៈពលករខ្មែរបន្តត្រឡប់មកស្រុកវិញមួយថ្ងៃជាង100នាក់បើតាមមន្ត្រីច្រកអន្តរជាតិដូងខេត្តបាត់ដំបងបានឲ្យដឹងថាច្រកទ្វារអន្តរជាតិស្ថិតនៅស្រុកគំរៀងខេត្តបាត់ដំបងត្រូវបានភាគីថៃស្នើសុំឲ្យបិទទាំងស្រុងលែងឲ្យពលរដ្ឋចេញចូលរយៈពេល2ថ្ងៃមកហើយក៏ត្រឹមថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025នេះលោកខុងយ៉ាលួងប្រធានស្នើការច្រកអន្តរជាតិដូងបានឲ្យដឹងថាខាងភាគីថៃបានទូរស័ព្ទមកប្រាប់នាយប់ថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025ស្នើឲ្យភាគីកម្ពុជាបិទច្រកទ្វារព្រំដែនអន្តរជាតិដូងទាំងស្រុងលែងឲ្យប្រជាពលរដ្ឋឬពលករចេញចូលបន្តទៀតចាប់ពីថ្ងៃទី9ខែវិច្ឆិកាតទៅដោយឯកតោភាគីលោកបញ្ជាក់ថាពេលភាគីកម្ពុជាស៊ូពីមូលហេតុភាគីថៃលើកឡើងថាជាការសម្រេចរបស់ថ្នាក់លើរបស់គេប្រធានស្នើការច្រកអន្តរជាតិដូងខាងលើបញ្ជាក់ថាដោយសារពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃបានវិលចូលមកប្រទេសវិញជិតអស់ទៅហើយនោះគឺមានតែពលករប្រមាណជាង100នាក់ប៉ុណ្ណោះបានវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកអន្តរជាតិដូងប្រចាំថ្ងៃដែលបើកច្រកទ្វារព្រំដែននៅម៉ោង9ព្រឹកនិងបិទម៉ោង4ល្ងាចមុនពេលដែលភាគីថៃសម្រេចបិទទាំងស្រុងជាឯកតោភាគីនេះទន្ទឹមនោះលោកបានបញ្ជាក់ថាខាងច្រកអន្តរជាតិព្រំខេត្តបៃលិនក៏ខាងភាគីថៃស្នើសុំឲ្យបិទទាំងស្រុងលែងឲ្យមានប្រជាពលរដ្ឋឬពលករចេញចូលដូចគ្នាដែរសូមបញ្ជាក់ថាខេត្តបាត់ដំបងមានច្រកទ្វារព្រំដែនចំនួន5ត្រូវបានបិទទាំងស្រុងក្នុងនោះមានច្រកអន្តរជាតិដូងច្រកអន្តរជាតិភ្នំដីអូរំដួលអូអន្លក់ច្រក400បើតាមរបាយការណ៍របស់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនឲ្យដឹងថាបន្ទាប់ពីមានអរិយភាពនឹងគ្នារវាងកម្ពុជានិងថៃមានប្រជាពលរដ្ឋនិងពលករខ្មែរដែលស្នាក់នៅនិងធ្វើការនៅប្រទេសថៃបាននាំគ្នាសម្រុកវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងប្រមាណជិត1លាននាក់